ក្នុងវីដេអូនេះគឺសម្រាប់បងប្អូនដែលអាយុចន្លោះពី35ទៅ55ឆ្នាំខ្ញុំមានរបត់ជីវិតមួយជាដែលខ្ញុំចង់ចែករំលែកប៉ុន្តែខ្ញុំក៏អត់ដឹងច្បាស់ថាវានឹងកើតឡើងចំពោះមនុស្សគ្រប់គ្នាឬក៏អត់ទេជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនកាលពីវីដេអូមុន2ដែលបងប្អូនបានមើលតាក់ទងនឹងប្រធានបទដែលខ្ញុំចែកម្លែករឿងរបត់ជីវិតណាបងប្អូនយល់ឃើញមិនដែរមានសង្កេតឃើញខ្លួនឯងបានឆ្លងកាត់នៅរបត់ជីវិតណាខ្លះដែលសំខាន់នេះបើសិនជាមានអាចចែកម្លែកឲ្យខ្ញុំដឹងផងណាហើយនៅក្នុងវីដេអូនេះគឺសម្រាប់បងប្អូនដែលអាយុចន្លោះពី35ទៅ55ឆ្នាំខ្ញុំមានរបត់ជីវិតមួយជាដែលខ្ញុំចង់ចែករំលែកប៉ុន្តែខ្ញុំក៏អត់ដឹងច្បាស់ថាវានឹងកើតឡើងចំពោះមនុស្សគ្រប់គ្នាឬក៏អត់ទេគ្រាន់តែថាវាជាដំណាក់កាលរបត់ជីវិតមួយដែលសំខាន់សម្រាប់មនុស្សមួយចំនួនអាចនឹងឆ្លងកាត់នៅរបត់ជីវិតហ្នឹងដែលគេហៅថាវិបត្តិពាក់កណ្ដាលវ័យឬក៏អង់គ្លេសគេហៅថា midlife crisis ចា៎ចឹងបើសិនជាបងប្អូនចង់ដឹងថាតើបងប្អូនឆ្លងកាត់ដំណាក់កាលរបត់ជីវិតហ្នឹងឬក៏អត់ខ្ញុំចែកម្លែកនៅអឺអ្វីដែលអាចបងប្អូនអាចសង្កេតមើលខ្លួនឯងបានណាពីលក្ខណៈមួយចំនួនដើម្បីយើងសម្គាល់ថាតើយើងកំពុងតែឆ្លងកាត់វិបត្តិហ្នឹងឬក៏អត់ឬក៏យើងបានធ្លាប់បានឆ្លងកាត់វិបត្តិហ្នឹងឬក៏អត់អញ្ចឹងសញ្ញាដែលអាចសម្គាល់បានបងប្អូនសម្គាល់មើលថាបើយើងនៅក្នុងដំណាក់កាលហ្នឹងភាគច្រើនយើងមានអារម្មណ៍អត់ល្អឯងយើងមានភាពធុញទ្រាន់ពីជីវិតដែលកំពុងរស់នៅឬក៏ជាមួយនឹងការងារដែលកំពុងតែធ្វើឬក៏មុខរបរដែលកំពុងតែប្រកបហើយយើងមានអារម្មណ៍ថាដូចវែងខ្លួនឯងណាចាវែងខ្លួនឯងអត់ដឹងថាត្រូវទៅមុខទៀតទៅណាចាហើយជួនកាលមានអារម្មណ៍សង្ស័យឆ្ងល់ជាមួយនឹងសមិទ្ធផលដែលខ្លួនឯងធ្លាប់បានធ្វើកន្លងមកហេតុអីក៏យើងអត់សប្បាយរំភើបជាមួយវាដូចមុនណាចាហើយពេលខ្លះយើងមានអារម្មណ៍ថាខ្លួនឯងដូចជីវិតហ្នឹងដូចអត់ន័យហើយត្រូវការស្វែងរកចម្លើយឬក៏អត្ថន័យជីវិតមួយដំណាក់កាលផ្សេងទៀតដែលពីមុនមកយើងគិតថាអ្វីដែលយើងធ្វើហ្នឹងវាជាគោលដៅពិតប្រាកដវាជាអត្ថន័យជីវិតពិតប្រាកដប៉ុន្តែពេលដែលដើរទៅមុខយូរទៅយើងចាប់មកដល់កន្លែងមួយដែលមានអារម្មណ៍ថាដូចជាផ្លូវទាល់ឬក៏ផ្លូវមួយដែលថាលែងអាចទៅមុខទៀតបានហើយត្រូវការបត់ត្រូវការធ្វើការសម្រេចចិត្តថាតើត្រូវបត់ទៅខាងណាអីខាងណាអញ្ចឹងណាវាដូចជាដំណាក់កាលមួយដែលយើងត្រូវចាប់ផ្ដើមអីរកអីមួយដែលថ្មីខុសពីមុនចាអញ្ចឹងដំណាក់កាលហ្នឹងក៏ជាផ្នែកមួយនៃការស្វែងរកខ្លួនឯងដែលមនុស្សខ្លះដែលជួបស្ថានភាពហ្នឹងយើងត្រូវការស្វែងរកគោលដៅថ្មីមួយដែលខុសពីមុនយើងត្រូវការស្វែងរកអត្ថន័យជីវិតមួយដែលខុសពីមុនយើងត្រូវការស្វែងរករបៀបរស់នៅថ្មីមួយដែលខុសពីមុនអីចឹងទៅអញ្ចឹងយើងអាចនឹងមានអាការៈធុញទ្រាន់នៅអ្វីដែលយើងធ្លាប់មានកន្លងមកមិនសប្បាយចិត្តមានអារម្មណ៍ថាវែងខ្លួនឯងណាមានអារម្មណ៍អត់ល្អជាមួយខ្លួនឯងអីជាដើមហើយពេលខ្លះទៀតយើងមានអារម្មណ៍ចង់បោះបង់ការងារឬក៏មុខរបរដែលយើងកំពុងតែធ្វើហ្នឹងភ្លាមហើយមានពេលខ្លះទៀតយើងចង់ផ្លាស់ប្ដូរខ្លួនឯងផ្នែករាងកាយដែលពីមុនមកយើងធ្លាប់តែចង់ធ្វើអញ្ចឹងដល់ពេលឥឡូវហ្នឹងយើងដូចជាចង់ផ្លាស់ប្ដូរខ្លួនឯងទៅរូបរាងថ្មីមួយអីចឹងណាចាអញ្ចឹងអាហ្នឹងឯងនៅពេលដែលយើងនៅក្នុងដំណាក់កាលហ្នឹងយើងអាចមានអារម្មណ៍អស់នឹងកើតឡើងហើយពេលខ្លះទៀតដោយសារតែវ័យហ្នឹងវាជាវ័យមួយយើងត្រៀមចូលវ័យចាស់ចាចន្លោះអាយុពី35ទៅ45ហ្នឹងណាយើងត្រៀមចូលវ័យដែលចាស់អញ្ចឹងជួនកាលយើងមានការព្រួយបារម្ភភ័យខ្លាចជាមួយនឹងអនាគតដែលថាយើងនឹងវិវត្តទៅចាស់ជាងមុនតែយើងនឹងជួបរឿងអីគេខ្លះណាចាហើយជួនកាលទៅវាធ្វើឲ្យយើងមានអារម្មណ៍ឯកោអត់មានអ្នកយល់ចិត្តជាពិសេសបងប្អូនខ្លះអាចដូចថាបើសិនជាយើងនៅក្នុងស្ថានភាពមួយដែលអត់មានណានៅក្បែរយើងនៅម្នាក់ឯងឬក៏យើងជួនកាលយើងនៅជាមួយគ្រួសារប៉ុន្តែយើងអត់
មានអារម្មណ៍ថាមានអ្នកយល់ចិត្តយើងអីចឹងណាចាអញ្ចឹងក៏វាអាចកើតមានអារម្មណ៍ទាំងអស់ហ្នឹងដែរអញ្ចឹងនេះគឺជាសញ្ញាណខ្លះហើយខ្ញុំវាអាចមានលើសហ្នឹងប៉ុន្តែវាជានេះជាសញ្ញាណដែលទូទៅភាគច្រើនមនុស្សអាចឆ្លងកាត់នៅដំណាក់កាលឬក៏សញ្ញាបែបហ្នឹងចាហើយមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍អស់ហ្នឹងកើតឡើងវាអាចមានមូលហេតុមួយចំនួនកត្តាជីវសាស្ត្រមានដូចជារាងកាយយើងផ្លាស់ប្ដូរអរម៉ូនដោយសារយើងផ្លាស់ប្ដូរវ័យណាបើស្រីត្រៀមចូលវ័យអស់រដូវអីចឹងទៅអញ្ចឹងអរម៉ូនក្នុងខ្លួនយើងប្រែប្រួលអញ្ចឹងវានឹងមានឥទ្ធិពលទៅលើអារម្មណ៍របស់យើងហើយបើបុរសក៏គាត់មានបញ្ហាថយចុះអរម៉ូនខ្លះដែរអញ្ចឹងក៏គាត់អាចជួបអាការៈអារម្មណ៍ប្រែប្រួលនឹងដែរណាចាហើយនឹងមួយទៀតជួនកាលយើងដល់វ័យហ្នឹងយើងបាត់បង់សមាជិកគ្រួសារមនុស្សជាទីស្រឡាញ់របស់យើងដូចជាពុកម្ដាយឬក៏សាច់ញាតិអីផ្សេងដែលថាយើងស្រឡាញ់ណាអាហ្នឹងក៏វាមានឥទ្ធិពលទៅលើអារម្មណ៍របស់យើងដែរវាធ្វើឲ្យយើងសោកសៅឯកោអីហ្នឹងគឺដោយសារតែយើងបាត់បង់មនុស្សដែលយើងស្រឡាញ់ខ្លាំងអីចឹងណាចាហើយឬក៏ជួនកាលទៀតมันបាត់បង់លក្ខណៈបាត់រហូតទេប៉ុន្តែលក្ខណៈថាគេបែកទៅឆ្ងាយដូចអ្នកខ្លះមានកូនចៅដែលត្រូវជាពិសេសកូនដែលត្រូវគេបែកទៅរៀននៅក្រៅប្រទេសឧទាហរណ៍ណាឬក៏ទៅរៀនណាឆ្ងាយបើអ្នកខេត្តទៅអាចថាកូនទៅរៀននៅភ្នំពេញឬក៏គេទៅធ្វើការនៅកន្លែងឆ្ងាយអីចឹងអាហ្នឹងក៏ជាមូលហេតុមួយដែរណាចាហើយមួយទៀតអាចជាសម្ពាធការងារនៅពេលដែលយើងធ្វើការងារដដែលយើងមានអារម្មណ៍ថាដូចជាអត់មានអីរីកចម្រើនណាចាអត់មានអីប្រែប្រួលដូចជាយើងដើរដល់ចង់និយាយថាការអភិវឌ្ឍខ្លួនឯងរបស់យើងនៅក្នុងផ្នែកការងារអាជីពរបស់យើងហ្នឹងយើងដូចអត់មានអីអភិវឌ្ឍខ្លួនបន្តទៀតឬក៏យើងអត់មានអីដែលឱកាសដែលត្រូវឡើងតំណែងបន្តអីចឹងទៅបើយើងធ្វើការងារដដែលរយៈពេលច្រើនឆ្នាំទៅធ្វើឲ្យយើងមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងការងារហ្នឹងហើយយើងចង់ផ្លាស់ប្ដូរដូចជាអានេះវាភ្ជាប់មួយបទពិសោធន៍ខ្ញុំដែរពេលខ្ញុំអាយុ30ជាង37 38អីហ្នឹងខ្ញុំមានដំណាក់កាលហ្នឹងដែលថាខ្ញុំចាប់ផ្ដើមធុញទ្រាន់ជាមួយនឹងការងារដែលខ្ញុំធ្វើកន្លងមកហើយដោយសារខ្ញុំដឹងដែរថាអាហ្នឹងវាមិនមែនជាអីដែលខ្ញុំស្រឡាញ់ពិតប្រាកដទេប៉ុន្តែយើងធ្វើដើម្បីរៀនសូត្រអភិវឌ្ឍខ្លួនហើយនឹងជីវភាពរស់នៅអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមសម្រេចចិត្តឈប់ធ្វើការដើម្បីមករកអ្វីដែលជាគោលដៅពិតប្រាកដអត្ថន័យជីវិតពិតប្រាកដដែលខ្ញុំធ្លាប់ដឹងខ្លះតែខ្ញុំដឹងអត់ទាន់អស់ទេអញ្ចឹងខ្ញុំយល់ថាបើខ្ញុំនៅធ្វើការបន្តទៀតធ្វើការងារដែលមិនចំគោលដៅរបស់ខ្ញុំទៀតខ្ញុំនឹងអត់មានពេលរកខ្លួនឯងអានេះជាករណីខ្ញុំឯណាបងប្អូនអាចមានសេចក្តីសម្រេចចិត្តខុសពីខ្ញុំឬក៏ជំរើសខុសពីខ្ញុំអញ្ចឹងខ្ញុំក៏ចង់ចែកម្លែកកន្លែងហ្នឹងថាជួនកាលពេលយើងធ្វើការងារដដែលច្រើនដងហើយវាមិនមែនជាអីដែលជាគោលដៅចុងក្រោយរបស់យើងនឹងមានអារម្មណ៍ធុញចានេះតាមបទពិសោធន៍របស់ខ្ញុំណាចាអញ្ចឹងគឺខ្ញុំបានសម្រេចចិត្តឈប់ធ្វើការពេញម៉ោងខ្ញុំមកចាប់ផ្ដើមពីចំណុច0វិញអាហ្នឹងភ្ជាប់ទៅជាមួយនឹងវីដេអូខ្ញុំមុនមួយទៀតដែលខ្ញុំចែករំលែកអំពីដំណើរឡើងភ្នំចុះភ្នំជីវិតរបស់យើងហ្នឹងដូចឡើងភ្នំចុះភ្នំហ្នឹងគឺខ្ញុំសម្រេចចិត្តចុះពីភ្នំចាស់បានន័យថាខ្ញុំឈប់ធ្វើការដែលខ្ញុំធ្លាប់ធ្វើពីមុនហើយខ្ញុំមកចាប់ផ្ដើមឡើងភ្នំថ្មីគឺស្វែងរកខ្លួនឯងដើម្បីរកគោលដៅហើយនឹងអត្ថន័យជីវិតពិតប្រាកដចាហ្នឹងខ្ញុំចាត់ទុកថាខ្ញុំបានជួបស្ថានភាពហ្នឹងប៉ុន្តែខ្ញុំជួបវាជារបត់ជីវិតមួយដែលខ្ញុំត្រៀមដែលខ្ញុំគ្រោងទុកមុនមិនមែនជាការបថុយប្រឋានឬក៏កើតឡើងដោយអត់ដឹងខ្លួនទេចាវាជារបត់ជីវិតដែលបានរៀបចំទុកជាមុនចាអញ្ចឹងហ្នឹងគឺដោយករណីហ្នឹងអញ្ចឹងចាអញ្ចឹងវាជាមូលហេតុមួយនៅក្នុងចំណោមមូលហេតុជាច្រើនដែលថាយើងនឹងអាចជួបនៅក្នុងស្ថានភាព
វិបត្តិពាក់កណ្ដាលវ័យហ្នឹងចាអញ្ចឹងបន្តមកទៀតដើម្បីដោះស្រាយរឿងហ្នឹងតើយើងធ្វើម៉េចចាទី1អត់ខុសពីវីដេអូមុនទេដំណោះស្រាយទី1គឺទទួលស្គាល់ការពិតអ្វីដែលយើងកំពុងជួបអ្វីដែលយើងកំពុងដើរមកដល់ចំណុចហ្នឹងណាចាយើងត្រូវការទទួលស្គាល់ការពិតទៅលើរឿងហ្នឹងមុននឹងធ្វើអីទាំងអស់គឺទទួលស្គាល់ការពិតចាហើយបន្ទាប់ពីយើងទទួលស្គាល់ការពិតហើយបានយើងឈានទៅដំណោះស្រាយបន្តទៀតដូចជាបើសិនជាយើងរកខ្លួនឯងអត់ទាន់ឃើញចម្លើយទេយើងអាចទៅស្វែងរកអ្នកប្រឹក្សាយោបល់ផ្សេងមិត្តភ័ក្តិឬក៏អ្នកជំនាញហើយបើសិនជាស្ថានភាពហ្នឹងបងប្អូនមានដូចថាផ្លូវចិត្តអត់មានលំនឹងខ្លាំងពេកវាធ្វើទុកបងប្អូនខ្លាំងពេកបងប្អូនអាចស្វែងរកជំនួយពីអ្នកចិត្តសាស្ត្រដើម្បីឲ្យយើងធូរអារម្មណ៍ទៅបានយើងចាប់ផ្ដើមគិតអំពីបានយើងអាចស្វែងរកចម្លើយឃើញអានេះតាមខ្ញុំយល់ណាចានៅពេលដែលចិត្តយើងជ្រួលច្បល់ពេកយើងគិតអីអត់ចេញទេចាអញ្ចឹងយើងត្រូវការដោះស្រាយជាមួយនឹងអារម្មណ៍ផ្លូវចិត្តរបស់យើងមុនសិនអញ្ចឹងយើងអាចទៅស្វែងរកការប្រឹក្សាយោបល់ពីអ្នកចិត្តសាស្ត្រដើម្បីយើងធូរអារម្មណ៍ឬក៏បើយើងគិតថាយើងអត់ទាន់ដល់ដំណាក់កាលហ្នឹងទេយើងគ្រាន់តែត្រូវការប្រឹក្សាយោបល់ជាមួយមិត្តភ័ក្តិបងប្អូនអ្នកដែលយើងទុកចិត្តណាអ្នកដែលជាអ្នកស្ដាប់ល្អអ្នកដែលយល់ពីយើងខ្លាំងអាហ្នឹងក៏បានដែរណាចាឬក៏បងប្អូនអាចទៅស្វែងរកគ្រូបង្វឹកពីព្រោះជួនកាលយើងអត់ត្រូវការទៅដល់កម្រិតអ្នកប្រឹក្សាយោបល់ចិត្តសាស្ត្រប៉ុន្តែយើងត្រូវការប្រឹក្សាយោបល់ជាមួយអ្នកបង្វឹកទៅលើបញ្ហាជីវិតចាគេហៅថា life coach អញ្ចឹងនឹងក៏បានដែរចាយើងអាចជ្រើសរើសយកជំរើសមួយណាដែលយើងគិតថាត្រូវនឹងស្ថានភាពរបស់យើងហើយយើងចង់ស្វែងរកជំនួយទៅលើជ្រុងណាមួយអញ្ចឹងណាចាហើយក៏ក្រៅពីហ្នឹងយើងអាចធ្វើការឆ្លុះបញ្ចាំងខ្លួនឯងបងប្អូនអាចត្រឡប់ទៅមើលវីដេអូខ្ញុំតាក់ទងនឹងដំណើរការស្វែងរកខ្លួនឯងហ្នឹងខ្ញុំបានចែករំលែកកន្លឹះហើយថាតើយើងធ្វើអីអាចធ្វើអីគេខ្លះដើម្បីយើងស្វែងរកខ្លួនឯងបន្ថែមទៀតណាចាអញ្ចឹងយើងត្រូវការឆ្លុះបញ្ចាំងខ្លួនឯងយើងត្រូវការស្វែងរកជំនួយបើយើងគិតថាស្ថានភាពយើងត្រូវការជំនួយណាចាហើយនឹងនៅពេលដែលយើងធ្វើការទៅលើរឿងហ្នឹងទៅហើយរយៈពេលខ្ញុំក៏អត់ដឹងថាយើងត្រូវការពេលប៉ុណ្ណាដែរម្នាក់អាចខុសគ្នាទៅតាមស្ថានភាពរៀងខ្លួនណាតែគ្រាន់តែចង់រំលឹកបងប្អូនថាគ្រប់បញ្ហាសិតតែមានដំណោះស្រាយប៉ុន្តែជួនកាលពេលដែលយើងមិនទាន់ធ្វើការគ្រប់គ្រាន់ទៅលើរឿងហ្នឹងយើងអត់ទាន់ទទួលបានចម្លើយទេអញ្ចឹងកុំបខំខ្លួនឯងពីព្រោះបខំឲ្យស្រូវទុំមុនរយៈពេលដែលវាត្រូវការវាអត់អាចទេណាចាអញ្ចឹងតើតែយើងទុកពេលឲ្យខ្លួនឯងសម្រួលអារម្មណ៍ឆ្លុះបញ្ចាំងស្វែងរកខ្លួនឯងឲ្យបានទៅតាមដំណើររបស់ខ្លួនឯងអញ្ចឹងទៅថ្ងៃណាមួយចម្លើយនឹងលេចចេញហើយបទពិសោធន៍របស់ខ្ញុំចំណាយពេលប្រហែលជា6-7 ខែដើម្បីស្វែងរកចម្លើយពិតប្រាកដណាប៉ុន្តែអាហ្នឹង6-7 ខែហ្នឹងគិតចាប់ពីពេលខ្ញុំឈប់ធ្វើការពេញម៉ោងមកចាប់ផ្ដើមឡើងវិញណាប៉ុន្តែខ្ញុំគិតថាហេតុបច្ច័យដែលគួបផ្សំហ្នឹងវាមិនមែនតែ6-7 ខែហ្នឹងឯងវាមានអីតាំងពីមុនមកយូរហើយណាគ្រាន់ថាខ្ញុំអត់ទាន់ដើរទៅដល់កលៈមួយដែលទទួលបានចម្លើយពិតប្រាកដដល់ពេលខ្ញុំចំណាយពេល6-7 ខែជាមួយខ្លួនឯងពេញលេញទៅបានខ្ញុំរកឃើញចម្លើយពិតប្រាកដហើយវាគួបផ្សំនឹងស្ថានភាពផ្សេងទៀតដែលខ្ញុំជួបមនុស្សថ្មីដែលខ្ញុំជួបឱកាសថ្មីរៀនសូត្រអ្វីដែលថ្មីអញ្ចឹងទៅអាហ្នឹងវាសិតតែជាកត្តារួមផ្សំធ្វើឲ្យខ្ញុំអាចរកឃើញចម្លើយដែលជាគោលដៅពិតប្រាកដហើយជាអត្ថន័យជីវិតដែលខ្ញុំចង់បានពិតប្រាកដអញ្ចឹងណាចាហើយមួយទៀតដែរគួបផ្សំនឹងការដំណើរការដែលយើងទៅរកចម្លើយនៅក្នុងស្ថានភាពវិបត្តិពាក់កណ្ដាលវ័យហ្នឹងយើងក៏ត្រូវការថែទាំសុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងដែរចាជាពិសេសវិបត្តិនេះវាកើតឡើងហ្នឹងវាពាក់ព័ន្ធនឹងផ្លូវចិត្តច្រើនជាងផ្លូវកាយទៀតប៉ុន្តែក៏វាជាឥទ្ធិពលពីផ្លូវកាយដោយសារតែ
ដូចខ្ញុំបានលើកមុនហ្នឹងអញ្ចឹងតកតងនឹងកត្តាជីវសាស្ត្រអាចយើងដល់វ័យមួយត្រៀមអស់រដូវត្រៀមផ្លាស់ប្ដូរពីវ័យកណ្ដាលចូលទៅវ័យចាស់អញ្ចឹងជាដំណាក់កាលមួយដែលថាកត្តាជីវសាស្ត្ររបស់យើងហ្នឹងវាមានការប្រែប្រួលទាំងផ្នែករាងកាយហើយក៏វាជះឥទ្ធិពលមកលើផ្លូវចិត្តអញ្ចឹងដើម្បីឲ្យយើងអាចធ្វើការទៅលើរឿងហ្នឹងបានយើងត្រូវការសុខភាពល្អយើងត្រូវការការថែទាំសុខភាពទៅតាមលក្ខខណ្ឌរបស់យើងរៀងៗខ្លួនអញ្ចឹងណាចាអញ្ចឹងការថែទាំសុខភាពប្រចាំថ្ងៃក៏ជាផ្នែកមួយដែលយើងត្រូវការយល់ដឹងដើម្បីយើងថែទាំសុខភាពយើងឲ្យបានល្អត្រឹមត្រូវស្របទៅតាមវ័យរបស់យើងរៀងៗខ្លួនចាអញ្ចឹងសរុបមកវិញmidlife crisis ហ្នឹងវាមិនមែនជាជំងឺផ្លូវចិត្តអីទេតាមពិតទៅវាគ្រាន់តែជាវិបត្តិមួយដែលយើងត្រូវការឆ្លងកាត់វាជារបត់ជីវិតមួយដែលយើងត្រូវការឆ្លងកាត់ជាពិសេសនៅក្នុងវ័យហ្នឹងដែលខ្ញុំបានលើកហ្នឹងហើយនៅពេលដែលយើងយល់ដឹងពីវាយើងត្រៀមខ្លួនបានល្អយើងនឹងអាចឆ្លងវាបានដោយមិនលំបាកខ្លាំងទេចាតែបើសិនជាយើងអត់បានដឹងអត់បានត្រៀមអាហ្នឹងវាអាចលំបាកជាងអាត្រៀមតែប៉ុណ្្នឹងឯងអញ្ចឹងហើយវាក៏ជាដំណាក់កាលមួយដែលអាចជាឱកាសផ្ដល់ឲ្យយើងនៅភាពរីកចម្រើនជាឱកាសផ្ដល់ឲ្យយើងនៅឱកាសនៅការដែលអាចត្រៀមរៀបចំជីវិតពាក់កណ្ដាលរបស់យើងនៅពេលអនាគតហ្នឹងឲ្យវាប្រសើរជាងមុនចាចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកនៅក្នុងវីដេអូនេះហើយសង្ឃឹមថាវាអាចជួយបងប្អូនជាពិសេសអ្នកដែលត្រៀមចូលវ័យហ្នឹងដើម្បីឆ្លងដំណាក់កាលហ្នឹងបានស្រួលបានជោគជ័យហើយរកឃើញនៅជីវិតពាក់កណ្ដាលទៀតដែលយើងចង់រស់នៅដែលមានអត្ថន័យជីវិតបំពេញអត្ថន័យជីវិតឲ្យយើងពិតប្រាកដហើយមានសេចក្តីសុខសុភមង្គលជាមួយនឹងដំណាក់កាលទី2នៃជីវិតរបស់យើងណាចាសូមអរគុណ